ពេលវេលាដែលយើងទន្ទឹងរង់ចាំគឺបានមកដល់ប៉ុន្តែពេលវេលាខ្លះធ្វើឲ្យយើងឈឺចាប់មិនអាចងាកក្រោយបានបងប្អូនត្រូវចាំថាមានតែការខិតខំប្រឹងប្រែងតែប៉ុណ្ណោះទើបទទួលបាននៅលទ្ធផលល្អបើសិនជាបណ្តែតបណ្ដោយឲ្យពេលវេលាចេះតែរំកិលទៅមុខឥតឈប់ឈរដោយយើងមិនប្រឹងប្រែងទៅតាមពេលវេលានោះប្រកបណាស់វានឹងធ្វើឲ្យយើងបរាជ័យជារៀងរហូតពាក្យមាក់ងាយរបស់អ្នកដទៃត្រឹមតែជាពាក្យសម្ដីដែលនិយាយចោលតែប៉ុណ្ណោះក៏ប៉ុន្តែនៅពេលដែលយើងប្រឹងធ្វើនឹងអ្វីដែលយើងចង់ធ្វើលទ្ធផលជោគជ័យប្រកបណាស់គេជួយត្រេកអរគេជួយសាទរក៏ប៉ុន្តែបើសិនជាលទ្ធផលទទួលបាននៅភាពបរាជ័យគេនឹងឈ្នានីសតេះដៀលមើលងាយដៀលថ្មេះគ្រប់បែបយ៉ាងហើយបំបាក់ស្មារតីយើងមិនឲ្យយើងងើបពុករួចអ្វីដែលសំខាន់យើងត្រូវជំនះនៅឧបសគ្គទាំងនោះដោយប្រឹងប្រែងនិងខិតខំតស៊ូដោយខ្លួនឯងរហូតដល់ជោគជ័យ